សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាក្នុងរាត្រីដែលទឹកភ្លៀងកំពុងតែលាងចម្រះទឹកដីរបស់យើងឲ្យត្រជាក់ត្រជុំយើងសូមផ្អាករឿងរ៉ាវដ៏មមាញឹកមួយរយៈហើយមកស្ដាប់នៅពាក្យពេចន៍ល្អៗសម្រាប់ជីវិតរបស់យើងដំណក់ទឹកភ្លៀងលាងដីធូលីដោយធម៌សោភីលាងចិត្តមន្ទិលអោនក្បាលដោយស្រូវចិត្តទុនមិនវិលសាងបុណ្យរក្សាសិលសាងកម្លាំងចិត្តស្វាគមន៍មកកាន់កម្មវិធីរាត្រីទឹកភ្លៀងនិងកម្លាំងចិត្តភាគទី1ភាពបន្ទាបខ្លួននិងតម្លៃនៃជីវិតតើអ្នកធ្លាប់សង្កេតឃើញទេនៅពេលភ្លៀងធ្លាក់ខ្លាំងសូម្បីតែមេឃឈើដ៏រឹងមាំក៏ព្រមអោមលំទោននិងបក់បោកខ្លួនទៅតាមកម្លាំងខ្យល់ដើម្បីកុំឲ្យខ្លួនឯងបាក់ធ្លាក់ចុះមកថ្ងៃនេះយើងនឹងរៀនអំពីសិល្បៈនៃការបន្ទាបខ្លួននៅក្នុងលោកនេះគូស្រីណាដែលមានក្រពេញល្អវានឹងអោនក្បាលចុះក្រោមមកដីជានិច្ចចំណែកគូស្រីដែលស្គរវាតែងតែឈរច្រងាងមនុស្សយើងក៏ដូចនោះដែរអ្នកដែលមានគុណធម៌ពេញក្នុងខ្លួនតែងតែមានភាពទន់ភ្លន់ភាពអោនលំទោនដូចជារឿងរ៉ាវរបស់លោកយាយជីម្នាក់ដែលជាគ្រូបង្រៀនធម៌ដ៏ល្បីល្បាញទោះបីជាលោកយាយមានគុណធម៌ខ្ពស់នឹងដឹងរឿងរ៉ាវក្នុងចិត្តមនុស្សក៏ដោយក៏លោកយាយតែងតែលើកដៃសំពះសួស្ដីអ្នកដទៃជាមុនជានិច្ចសូម្បីតែអ្នកដែលមានវ័យតិចជាងក៏ដោយឬសូម្បីតែជាកូនសិស្សរបស់លោកយាយក៏ដោយសូម្បីតែព្រះថេរៈម្នាក់ដែលនៅពេលដែលលោកទៅលេងនៅតាមវត្តនៅតាមជនបទលោកក៏បានអោនក្បាលគោរពចំពោះព្រះចៅអធិការនៅវត្តនោះទោះបីជាព្រះចៅអធិការនោះធ្លាប់ជាសិស្សរបស់លោកក៏ដោយភាពបន្ទាបខ្លួនចេញពីចិត្តដែលស្អាតស្អំនឹងនាំយើងទៅរកភាពស្ងប់ស្ងាត់និងពន្លឺនៃបញ្ញាការបន្ទាបខ្លួនមិនមែនជារឿងទុនជ្រាយទេប៉ុន្តែវាជាភាពស្រស់ស្អាតដែលចេញពីចិត្តដែលបរិបូរណ៍ទៅដោយគុណធម៌សង្ឃឹមថារឿងរ៉ាវទាំងនេះនឹងក្លាយជាកម្លាំងចិត្តតូចមួយសម្រាប់អ្នកទាំងអស់គ្នាចងចាំថាកម្លាំងចិត្តគឺចាប់ផ្ដើមពីខ្លួនយើងរាត្រីសួស្ដី